មានទស្សនៈមួយគេលើកឡើងថាជីវិតប្រៀបដូចជាការជិះកង់ដើម្បីរក្សាលំនឹងអ្នកត្រូវតែបន្តធាក់ទៅមុខជានិច្ចតើទស្សនៈនេះជាទស្សនៈរបស់អ្នកប្រាជ្ញមួយណាអូខេអ្នកប្រាជ្ញមួយណាខ្ញុំប្រកាសខ្ញុំបាទសូមក្រាបថ្វាយបង្គំព្រះថេរានុត្រៈគ្រប់អង្គមុនកាយគ្រប់ជំរាបសួរលោកស្រីបងប្អូនទាំងអស់គ្នាជាពិសេសមិត្តអ្នកគ្រប់គ្រងកម្មវិធីនីតិឆ្លើយសំណួរយកសភៅស្វាគមន៍មកកាន់កម្មវិធីផ្សាយផ្ទាល់នីតិឆ្លើយសំណួរយកសភៅឆ្នាំទី6រាត្រីទី560សំទោស573នៅក្នុងកម្មវិធីផ្សាយផ្ទាល់នៅក្នុងរាត្រីនេះយើងនឹងផ្ដល់ជូនសភៅចំនួន2ក្បាលហើយជាមួយនឹងសំណួរចំណេះដឹងទូទៅចំនួន2សំណួរប៉ុន្តែប្រសិនបើមានអ្នកចូលរួមច្រើនយើងក៏នឹងផ្ដល់សំណួរឬក៏ផ្ដល់សភៅជូនច្រើនតាមតែអាស្រ័យទៅលើចំនួនអ្នកចូលរួមដែរជាទូទៅប្រសិនបើមានអ្នកចូលរួម10នាក់យើងនឹងផ្ដល់ជូនសភៅ1ក្បាលប្រសិនបើមានអ្នកចូលរួម20នាក់យើងនឹងផ្ដល់ជូនសភៅ2ក្បាលជាមួយសំណួរចំណេះដឹងទៅ2សំណួរហើយប្រសិនបើមានអ្នកចូលរួម3នាក់យើងនឹងផ្ដល់ជូន30សំទោសប្រសិនបើមានអ្នកចូលរួម30នាក់យើងនឹងផ្ដល់ជូន3ក្បាល40នាក់4ក្បាល50នាក់5ក្បាលនៅក្នុងកម្មវិធីផ្សាយផ្ទាល់តែឡែកសម្រាប់លោកស្រីបងប្អូនទាំងអស់គ្នាដែលនឹងអញ្ជើញចូលរួមស្ដាប់ក្រោយកម្មវិធីផ្សាយផ្ទាល់នេះដែរខ្ញុំសូមជម្រាបសួរក៏ប៉ុន្តែក្រោយកម្មវិធីផ្សាយផ្ទាល់នេះទៅវីដេអូនេះនឹងត្រូវផ្សាយបន្តទៅកាន់ account YouTube channel Rat Author Education ជាមួយនឹង profile account Facebook នេះដែរបណ្ដានេះឯងអញ្ចឹងសម្រាប់លោកស្រីបងប្អូនទាំងអស់គ្នាដែលនឹងអញ្ជើញចូលរួមក្រោយកម្មវិធីផ្សាយផ្ទាល់នេះអ្វីដែលលោកស្រីទទួលបានគឺទទួលបានចំណេះដឹងទូទៅតាមរយៈសំណួរដែលយើងផ្ដល់ជូនហើយទទួលតែម្លេះនៅបទពិសោធន៍មួយចំនួនជាពិសេសតកតងជាមួយនឹងការសិក្សាអប់រំតកតងជាមួយនឹងយុវជនតកតងជាមួយនឹងកុមារលើកទឹកចិត្តឲ្យឪពុកម្ដាយអាណាព្យាបាលមួយចំនួនណែនាំកូនឲ្យចូលរួមប្រភេទកម្មវិធីដូចនេះឯងជាប្រភេទកម្មវិធីដែលយើងផ្ដោតសំខាន់ទៅលើការអប់រំនឹងឯងហើយនៅក្នុងកម្មវិធីផ្សាយនេះជាទូទៅយើងរងចាំអ្នកចូលរួមប្រហែលជា10នាទីទៅ15នាទីដើម្បីមានអ្នកចូលរួមច្រើនដែលយើងអាចនឹងចាប់ផ្ដើមជាមួយនឹងការផ្ដល់សំណួរជំរាបជូនថានាទីឆ្លើយសំណួរយកសភៅនេះយើងផ្សាយជូនបាន5-6ឆ្នាំហើយ6ឆ្នាំហើយក្នុងនោះយើងបានផ្ដល់សភៅគុំដែលគិតថ្លៃប្រហែលខ្ទង់2500ក្បាលដែរតាមរយៈកម្មវិធីនាទីឆ្លើយសំណួរយកសភៅគោលបំណងនៃការសហគមន៍ចូលរួមជ្រាបការអាននៅកម្ពុជាឬក៏ចូលរួមជាផ្នែកមួយនៃការចូលរួមបណ្ដុះធនធានមនុស្សតាមរយៈការអានឬក៏តាមរយៈវិស័យផ្ដល់សំណួរចំណេះដឹងទូទៅតែឡែកដោយសារតែ